ការយល់សប្តិនៅពេលដែលយើងដេកលក់ហ្នឹងតែងតែកើតឡើងគ្រាន់តែពេលខ្លះយល់សប្តិហ្នឹងយើងអត់ចាំទេតែពេលខ្លះយល់សប្តិហ្នឹងយើងចាំហើយអាឮសប្តិដែលយើងចងចាំហ្នឹងភាគច្រើននៅពេលដែលយើងភ្ញាក់ហើយយើងដេកទៅវិញវាតភាគតទៀតហើយពេលខ្លះក៏យើងមានអារម្មណ៍ថាដូចជាយើងនឹងអាចគ្រប់គ្រងសកម្មភាពនៅក្នុងយល់សប្តិរបស់យើងបានណាបើរឿងពិតរបស់ admin វិញការយល់សប្តិរបស់ admin ហ្នឹងតែងតែបរាជ័យក្នុងការនិយាយស្ដីក្នុងការធ្វើអីមួយតែពេល admin ភ្ញាក់ហើយ admin ដេកទៅវិញហ្នឹង admin ខួរក្បាល admin ហ្នឹងទៅចូលគ្រប់គ្រងកែតម្រូវកំហុសដែល admin មាននៅក្នុងយល់សប្តិហ្នឹងបងប្អូនណាធ្លាប់អញ្ចឹងអត់ឡើយយើងមកនិយាយពីចែកភឹមវិញចែកភឹមក៏មានការយល់សប្តិបែបហ្នឹងដែរហើយជាពិសេសហ្នឹងចែកភឹមចងចាំការយល់សប្តិរបស់ខ្លួនចឹងហើយចែកភឹមក៏កើតកំណត់ចង់គ្រប់គ្រងការយល់សប្តិរបស់ខ្លួនឯងចឹងហើយក៏ចូល website មិនដឹងនៅ website អីចុចពាក្យបកចេញតែខៀវ website បាននិយាយថាបើសិនជាយើងកំពុងតែយល់សប្តិហើយយើងដឹងខ្លួនថាយើងកំពុងតែនៅក្នុងក្តីសុបិនធ្វើយ៉ាងណាក៏ដោយទោះបីថាក្នុងក្តីសុបិននោះនៅទីណាក៏ដោយបើមានកញ្ចក់ហាមមើលក្នុងកញ្ចក់ដាច់ខាតគេក៏បាននិយាយថាអាកញ្ចក់ក្នុងក្តីសុបិនហ្នឹងគឺជាទ្វារបើកភពថ្មីមួយហើយដែលយើងមើលក្នុងកញ្ចក់នឹងភពនោះនឹងរំជួយចាប់យើងទៅភពថ្មីមួយទៀតជាមិនខានពេលយប់ក៏បានមកដល់មិនឆ្ងល់ទេថាពេលយប់គេធ្វើអីក្រោយពីប្រើដៃហើយគឺគេដេកចែកភឹមក៏ចូលដំណេកដូចសពដងក្នុងអារម្មណ៍ក្នុងខួរក្បាលបានគិតថាចាំមើលយប់ហ្នឹងអញគ្រប់គ្រងសកម្មភាពក្នុងការសបិនរបស់អញហើយពេលចែកភឹមបើកភ្នែកឆាប់អីឃើញខ្លួនឯងនៅក្នុងភ័យដាច់ស្រយាលមួយហើយនៅមុខចែកភឹមហ្នឹងឃើញអាគារចាស់មួយដែលមានពន្លឺភ្លើងភ្លីតភ្លែតគិតមកភ្លែតហ្នឹងក៏មានអារម្មណ៍ថាមាក់ខ្លួនឯងហ្នឹងកំពុងតែមានការងារត្រូវចូលក្នុងអាគារនោះចែកភឹមក៏ដើរចូលតាមប្រឡោះទ្វារធម្មតាគេដើរចូលតាមទ្វារអញ្ចឹងហើយទ្វារហ្នឹងបើកឆាបតែបើតាមខ្ញុំយល់សប្តិរាល់ដងគឺហោះទៅលុញជាងចូលតែម្ដងគ្រាន់តែចូលដល់ក្នុងភ្លាមនៅមុខហ្នឹងឃើញកញ្ចក់មួយកញ្ចក់ហ្នឹងកញ្ចក់ឈរខ្ពស់ជាងមនុស្សបន្តិចចែកខឹមក៏ភ្លេចថាគេហាមឲ្យមើលក្នុងកញ្ចក់ក្នុងក្តីសុបិនជាដាច់ខាតចែកភឹមហេនហានហ្នឹងក៏ដើរទៅជិតកញ្ចក់ហើយក៏ឃើញរូបខ្លួនឯងនៅក្នុងកញ្ចក់ឆាប់អីពេលនោះមានអារម្មណ៍ថារូបខ្លួនឯងក្នុងកញ្ចក់ហ្នឹងប្រហែលជាវិញវើអាលេងបាត់រូបខ្លួនឯងលែងឃើញខ្លួនឯងក្នុងកញ្ចក់ហើយបើយើងមើលក្នុងកញ្ចក់ហ្នឹងទៅក៏ឃើញលក្ខណៈដូចជាឋានរកដៅភ្លើងកំពុងតែឆេះហើយមានមិត្តភ័ក្តិ3នាក់ហ្នឹងកំពុងតែអោបគ្នាឆែកវ៉ាស់ច្បាស់ហា3នាក់ហ្នឹងកាលនៅរស់ចូលចិត្តនិយាយដើមគេហ្មងក្រោយពីឃើញរូបត្បងកំពុងតែជួបទុក្ខវេទនាក្នុងភ្លើងនរកពេលនោះចែភឹមមានបានធ្វើអីទេបានតែឈរឆ្កឹងសម្លឹងទៅកញ្ចក់នោះក្នុងសភាពភ័យខ្លាចហើយតបមកចែភឹមក៏មានអារម្មណ៍ថាកញ្ចក់នឹងហៅចែភឹមឲ្យចូលក្នុងកញ្ចក់ហើយចែភឹមនឹងមិនអាចទប់រំលឹងខ្លួនបានទេចែដើរទៅរហូតដល់អស់ផ្លូវដល់កញ្ចក់នោះហ្មងអញ្ចឹងចែភឹមខឹងក៏បោកកញ្ចក់នោះចោលហាប់អីពេលនោះចែភឹមមានអារម្មណ៍ថាមានឆ្អីមកពីក្រោយស្មៅខ្មៅតែមើលច្បាស់ទៅមានពណ៌ស្បែកសមនុស្សស្បែកសនេះមិនមែនស្បែកសដូចគេលាបលេស្អាតភ្លឺចែងចាំងទេណាគឺសដូចជាងលាបអ៊ុយ90ចំណែកឯសក់វិញដូចអដែលសិតចឹងច្រមុះកពិតកហិតហើយភ្នែកទូចមុខដូចកែបនារីមុខកែបហ្នឹងក៏និយាយថាចេញភ្លាមទៅពេលនោះចែភឹមក៏ភ្ញាក់ពីសបិននិយាយរួមភ្ញាក់ពីដំណេកហាងឆែកហត់ធម្មតាដូចយើងលឺសពលោតពីលើអាគារអញ្ចឹងណាពេលយើងភ្ញាក់ឡើងហាងតក់ស្លុតបន្តិចពេលនោះដែរទូរស័ព្ទរបស់ចែភឹមហ្នឹងក៏លោតឡើងថាអ្នកឯងធំពេញការងារនៅកន្លែងមួយចេញទៅឥឡូវកុំលូងៅឲ្យសោះពេលនោះចែភឹមក៏កក់តាក់ស៊ីចេញទៅភ្លាមពេលតាក់ស៊ីជួនគាត់ទៅដល់កន្លែងដែលគេផ្ញើ location តាមទូរស័ព្ទហើយនឹងពេលហ្នឹងនៅការាយប់ឡើយទេក្រោយពីចេញពីតាក់ស៊ីដែរ
ចែភឹមក៏មានអារម្មណ៍ថាកន្លែងហ្នឹងដូចជាធ្លាប់មកម្ដងនៅក្នុងភ័យជ្រូហើយពេលមើលទៅក៏ឃើញអាគារចាស់មួយដែលគាត់ធ្លាប់ឮសពឃើញហ្នឹងនៅពីមុខគាត់ឆាប់អីក៏មានស្ត្រីម្នាក់ដើរចេញពីអាគារនោះស្ត្រីនោះក៏ដូចគាត់ធ្លាប់ឮសពឃើញដែរអាស្ត្រីមុខដូចមួយកែបឆៃហ្នឹងក៏និយាយថាសូមស្វាគមន៍ហួយហើយនាងក៏នាំចែភឹមខ្ញុំចូលទៅក្នុងផ្ទះហើយក៏និយាយទៅចែភើមថាអង្គុយលេងនៅសូហ្វាអង្គុយលេងនៅកៅអីនេះសិនទៅចាំខ្ញុំរកអីមកឲ្យផឹកចាំនិយាយរឿងការងារពេលយាយអង្កែមដើរទៅបាត់ចែភឹមដើរទៅដើរមកក៏ឃើញកញ្ចក់មួយไปឈរលើអញ្ជាងចែភឹមក៏សួរនាងថាអេបានកញ្ចក់នឹងមកពីណាហើយយាយប៉ែកអង្កែមហ្នឹងក៏និយាយថាកញ្ចក់ហ្នឹងនៅនឹងយូរហើយតើខនថានិយាយហើយយាយអង្កែបហ្នឹងក៏ដើរចេញទុកឲ្យចែភើមនៅតោម្នេញនៅមុខកញ្ចក់ព្រោះអីពេលនោះចែភើមចាប់ផ្ដើមគិតថារឿងហាវដែលគាត់លើសពពីពេលយប់មិញហ្នឹងដោយការពិតទាំងអស់មួយសន្ទុះមកយាយអង្កែបក៏យកតែមួយកែវមកឲ្យចែភើមទាំងទឹកមុខញញឹមបញ្ចេញថ្មិញកហេះកុហកពេលនោះចែភើមអត់ដាច់ចិត្តផឹកតែនោះទេអារម្មណ៍ច្បោកច្បល់មិនមែនខ្វល់រឿងស្នេហ៍តែខ្វល់រឿងក្តីស្បិនដែលធ្លាប់កើតឡើងចែភើមក៏ជះតែមួយកែវចំមុខយាយអង្កែបហើយបោកកែវភូងមុខចែអង្កែបក៏ចាប់ផ្ដើមមកលាយវីមបបដោយកមួនថៅថ្ងៃចឹងណាចែភើមក៏ភ័យឆ្លន់ឆ្លោហត់ចេញពីទីនោះហើយក៏លក់លៃហៅបានតាក់ស៊ីជីអាពេលចែភើមចូលដល់តាក់ស៊ីហ្នឹងចែភើមមានអារម្មណ៍ថាប្រហែលជាសុវត្ថិភាពយាយនឹងតាមតនទេមើលទៅហើយនៅតាមផ្លូវនៅពេលតាក់ស៊ីបើកទៅមុខនឹងផ្លូវអាងឹតឈឹងឆាប់អីក៏ឃើញយាយហ្នឹងនៅករាផ្លូវស្ទាក់តាក់ស៊ីឃើញអញ្ចឹងអីពូតាក់ស៊ីក៏បើករេចកោតទៅបុកបកូលភ្លើងចែភើមយើងពេលបើកភ្នែកឡើងឆាប់អីបាត់ពូតាក់ស៊ីតាណាបាត់នៅតែខ្លួនឯងម្នាក់ឯងនៅក្នុងឡានហើយក៏បានឃើញយាយអង្កែកដែលមានស្បែកសដូចលាបថ្នាំអ៊ុយ90បកាច់នៅមុខឡានចឹងចែភើមក៏ផឹងហត់ចេញពីឡានទាំងខ្លួនឯងមានរបួសជើងរបួសដៃចៃដនអីគាត់ក៏ឃើញផ្ទះគេមួយនៅចិត្តនោះគាត់ក៏ហត់ចូលទៅក្នុងផ្ទះហើយបិទទ្វារគាត់ខំធ្វើដំណើរយ៉ាងម្នីហ្នឹងដើម្បីរកគ្នានៅក្នុងផ្ទះតែអ្វីដែលគាត់ប្រទះនោះគឺឃើញខ្លួនឯងកំពុងតែដេកលក់ជ្រួលនៅលើខែគាត់ក៏គិតថាអីឯងនៅយល់សពទៀតឬមួយអីអានេះតាមមើលយល់សពក្នុងយល់សពហើយពេលនោះយាយអ៊ុយ90ហ្នឹងក៏ប្រកាច់ដើរមកតាមពីក្រោយពេលនោះយាយហ្នឹងបាននិយាយថាភឹមឯងបានឆ្លងកាត់ខ្សែបន្ទាត់ក្រហមហើយมันអាចបកក្រោយត្រឡប់ទៅវិញទេពេលលឺអញ្ចឹងដែរចភឹមក៏ហត់សំដៅទៅរករូបរាងកាយខ្លួនឯងដើម្បីធ្វើយ៉ាងណាឲ្យខ្លួនឯងខ្ញាក់ពីដំណេកតែមិនតាន់បានធ្វើអីហងឆៃចង្រៃពណ៌សអ៊ុយ90ហ្នឹងក៏ចាប់ចែភឹមពីក្រោយច្រវាច់កចែភឹមខំទាំងឆែកខំទាំងតដតែអត់មានរួចកពីយាយអ៊ុយ90ហ្នឹងបានទេរួចហើយដែរយាយអ៊ុយ90ហ្នឹងក៏ចាប់ចែភឹមញ៉ាត់ចូលក្នុងពោះបាត់ហើយមកមើលរូបរាងកាយចែភឹមកំពុងតែដេកលើពូកឆាប់អីក៏លូកយកដៃច្រវាច់កខ្លួនឯងអត់ពលឺសំឡេងទេភ្នែកផែជាសឆ្កាស់ពិតណាស់ក្តីសបិននោះយកព្រលឹងចែភឹមទៅបាត់ហើយផាបហើយពេលលឺសពពេលឃើញកញ្ចក់ក្នុងការយកសពនោះហាមើលកញ្ចក់ដាច់ខាតបើមិនជឿកុំប្រមាថបើឆ្លាតកុំជឿបងប្អូនណាធ្លាប់យល់សពហើយចាំយល់សពហើយចង់គ្រប់គ្រងសកម្មភាពក្នុងយល់សពអត់ប្រយ័ត្នដូចជាភឹមម៉ា